បាក់ទឹកចិត្តខ្ញុំគិតថាខ្ញុំបោះបង់ហ្មងបងខ្ញុំគិតថាខ្ញុំឡើងភ្នំខ្ញុំទៅសមាធិប៉ុន្តែនៅពេលដែលខ្ញុំបានស្វែងរកខ្លួនឯងហើយខ្ញុំគិតថាខ្ញុំត្រូវតែក្រោកឡើងវិញលោកម៉ែនសេហាឬអូលីវ៉ាកុងដែលបងប្អូនប្រិយមិត្តស្គាល់ថាជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញមួយរូបរបស់ប្រទេសកម្ពុជាបានបាត់មុខជាច្រើនខែក៏ប៉ុន្តែនៅយប់មិញនេះលោកបានបង្ហាញខ្លួនជាថ្មីជាមួយនឹងរូបរាងខុសប្លែកពីពេលមុនពលគឺលោកបានស្រក់សាច់អស់យ៉ាងច្រើនតែមួយផ្នែកនៃការប្រែប្រួលរូបរាងកាយនេះគឺដោយសារតែលោកមានបញ្ហាផ្លូវចិត្តនាពេលកន្លងមកតាមការបញ្ចេញឲ្យដឹងអូលីវ៉ាបានស្រក់គីឡូអស់ជិត20គីឡូក្នុងរង្វង់2ខែចុងក្រោយនេះពលពីទម្ងន់80បច្ចុប្បន្នស្រកមកនៅត្រឹម63គីឡូប៉ុណ្ណោះហើយនេះគឺជាផលមួយផ្នែកដែលលោកបានព្យាយាមហាត់ប្រាណសម្រកក៏ប៉ុន្តែមួយផ្នែកទៀតក៏ជាឥទ្ធិពលនៃបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដែលលោកបានអះអាងថាបានទាញទម្លាក់រូបលោកស្ទើរតែរកផ្លូវឡើងវិញមិនឃើញស្ថានភាពនេះអូលីវ៉ាប្រាប់ថាលោកស្ទើរតែបោះបង់ចោលអ្វីទាំងអស់ទាំងអាជីពទាំងក្តីស្រមៃក៏ដូចជាមហិច្ឆតាដ៏ធំធេងដ៏វែងឆ្ងាយរបស់ខ្លួនទៅហើយខ្មែរយើងមានសន្តិភាពឥឡូវខ្ញុំអាចបង្ហាញស្នាដៃជាច្រើនទៅកាន់ពិភពលោកខ្ញុំទៅច្រើនណាបងខ្ញុំទៅទាំងអាស៊ីទាំងយុរ៉ុបឥឡូវខ្ញុំទៅអូស្ត្រាលីហើយខ្ញុំនឹងត្រៀមទៀតទៅ Paris Fashion Week ម្ដងទៀតនៅខែ9ខែ10ទៀតបងអញ្ចឹងគឺខ្ញុំអត់ដែរបាក់ទឹកចិត្តទេបងព្រោះប្រហែលខែមុនខ្ញុំបាត់បង់ម្ដាយខ្ញុំបាក់ទឹកចិត្តខ្ញុំគិតថាខ្ញុំបោះបង់ហ្មងបងខ្ញុំគិតថាខ្ញុំឡើងភ្នំខ្ញុំទៅសមាធិប៉ុន្តែនៅពេលដែលខ្ញុំបានស្វែងរកខ្លួនឯងហើយខ្ញុំគិតថាខ្ញុំត្រូវតែក្រោកឡើងវិញម៉ាក់ខ្ញុំចង់ឃើញភាពជោគជ័យរបស់ខ្ញុំត្រូវតែក្លាយជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ខ្មែរដំបូងគេហើយដែលដើរបានច្រើនប្រទេសដែលបានបង្ហាញនិងបានផ្សព្វផ្សាយពីអរិយធម៌វប្បធម៌ខ្មែរទៅកាន់ពិភពលោកបន្ទាប់ពីសង្គ្រោះខ្លួនឯងពីជំងឺផ្លូវចិត្តអូលីវ៉ាបានទទួលការអញ្ជើញពីកម្មវិធី Fashion Week នៅប្រទេសអូស្ត្រាលីដែលជាបេសកកម្មការងាររបស់លោកលើកទី1នៅលើទឹកដីសត្វកង់ហ្គូរូរួមដំណើរជាមួយនឹង Lauren ម៉ូដែលតូចគូជាទីចាប់អារម្មណ៍អូលីវ៉ាបានចេញដំណើរពីប្រទេសកម្ពុជានៅយប់មិញនេះដោយលោកនឹងត្រូវចូលរួមការងារនៅប្រទេសអូស្ត្រាលីនៅក្នុងថ្ងៃអាទិត្យទី22នេះតែម្ដងអូលីវ៉ាប្រាប់ថានេះគឺជាបេសកកម្មការងារនៅអន្តរជាតិដ៏ប្រថុយញឹកបំផុតសម្រាប់លោកក្នុងរង្វង់ប៉ុន្មានឆ្នាំចុងក្រោយពលគឺលោកទើបតែទទួលបានវីសាពីស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមុនមិនដល់24ម៉ោងផងដល់ពេលវេលាត្រូវចេញដំណើរគាត់តែចាប់កម្មវិធីខែមុនភ្លាមខ្ញុំរៀបចំ collection ថ្មីបងប៉ុន្តែខ្ញុំអត់ដឹងថាខ្ញុំត្រូវទៅណាទេអញ្ចឹងកម្មវិធីនៅប្រទេសអូស្ត្រាលីគេតាក់ទងមកប្រហែលជា20ថ្ងៃជាងឯងបងប៉ុន្តែខ្ញុំក៏រត់ការឯកសារអញ្ចឹងក៏ខ្ញុំធ្វើបដាហើយតាមពិតខ្ញុំផ្អាក collection ជាច្រើនដោយសារតែខ្ញុំត្រូវការចំណាយថវិកាមួយចំនួនដើម្បីរៀបចំសាលាថ្មីហាងថ្មីរបស់ខ្ញុំនៅបឹងកក់បងអញ្ចឹងខ្ញុំបានចូលស្ថានទូតម្ដងហើយក៏វីសាខ្ញុំអត់ជាប់ទេប៉ុន្តែខ្ញុំអត់ដែរបោះបង់ទេបងទោះជីវិតខ្ញុំឬក៏អ្វីគ្រប់យ៉ាងដែលថ្មនៅសល់ 0.5% បដ ប៉ុន្តែខ្ញុំអត់ដែរបោះបង់ទេបងខ្ញុំថាខ្ញុំត្រូវតែចូលម្ដងទៀតតាមពិតខ្ញុំទៅចូល 3-4 ថ្ងៃមុនហើយវីសាហ្នឹងទៅមកធ្លាក់បានម្សិលមិញម៉ោង3ថ្ងៃបងអញ្ចឹងខ្ញុំកំពុងនៅសៀមរាបខ្ញុំគិតថាខ្ញុំអត់បានទៅទេអញ្ចឹងខ្ញុំឡើងទៅសៀមរាបដើម្បីសមាធិដូចថាយើង relax អារម្មណ៍របស់យើងអញ្ចឹងណាបងដល់ពេលយើងបានវីសាទិញសវត្ថភ្លាមឡើងមកទាំងយប់មកវិញរៀបចំសម្លៀកបំពាក់តែមួយព្រឹកទេគឺអត់បានសម្រាកទេប៉ុន្តែនៅតែមានកម្លាំងចិត្តហើយមានភាពមុតមមមួយដើម្បីពំនាំយក collection ស្នាដៃរបស់កូនខ្មែរដែលយើងបាន design ដកស្រង់អំពីវប្បធម៌អរិយធម៌ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកបង្កើតទៅជារបស់ថ្មីមួយអញ្ចឹងនឹងគឺជាទស្សនីយភាពប្លែកមួយថាខ្មែរយើងឥឡូវជឿនលឿនជាមួយនឹងបេសកកម្មថ្មីបន្ទាប់ពីរើខ្លួនរួចពីជំងឺផ្លូវចិត្តអូលីវ៉ាបានអះអាងថាលោកនឹងបន្តតាមចាប់ក្តីស្រមៃក៏ដូចជាសម្រេចមហិច្ឆតារបស់ខ្លួនបន្តទៀតអំពីបេសកកម្មផ្នែក fashion ដែលលោកអាចប្រើទេពកោសល្យនិងចំណេះជំនាញផ្ទាល់ខ្លួនដើម្បីនាំយកអត្តសញ្ញាណសិល្បៈវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោកជាក់ស្ដែងនៅលើទឹកដីប្រទេសអូស្ត្រាលីនៅថ្ងៃនេះអូលីវ៉ាបាននាំយកឈុត fashion ដែលលោកច្នៃដោយខ្លួនឯងបង្កប់សិល្បៈវប្បធម៌ខ្មែរដល់ទៅ20ឈុតសម្រាប់យកទៅបង្ហាញនៅលើឆាកអន្តរជាតិនេះដើម្បីតបទៅនឹងការគាំទ្ររបស់បងប្អូនខ្មែរនៅអូស្ត្រាលីដែលបានខ្នះខ្នែងជួយសម្របសម្រួលលោកឲ្យទទួលបានវីសាខណៈដែលលោកបានទទួលស្គាល់ថាអូស្ត្រាលីពិតជាពិបាកសម្រាប់ការស្នើសុំច្បាប់ចូលទៅក្នុងប្រទេសរបស់គេហើយរៀងពិបាកសុំវីសាបងពិបាកមែនតើហើយខ្ញុំគិតថា
អត់សង្ឃឹមបងព្រោះយើងទៅគ្នាច្រើនដល់ពេលធ្លាក់អស់ហើយគេបោះបង់ហើយខ្ញុំនៅម្នាក់ឯងហ្នឹងខ្ញុំទៅដល់ពេលខ្ញុំទៅដល់ថ្ងៃចុងក្រោយហ្នឹងបងបើថ្ងៃហ្នឹងយើងហោះឲ្យមិនសមមិញទៅបានវីសាអ្នកខ្លះគេអត់ទៅហ្មងតែខ្ញុំអត់ទេខ្ញុំសុខចិត្តត្រឡប់មកពីខេត្តសៀមរាបរៀបចំភ្លាមគាត់លឺខ្ញុំទៅប្រជាជនខ្មែរទិញសម្បត្តិអស់បាត់ហើយហ្នឹងបងអត់ទាន់អត់ទេថាខ្ញុំទៅដើរសូតែខ្ញុំអត់ទាន់បានវីសាទេប៉ុន្តែសម្បត្តិលក់អស់ហលេងចឹងកម្មវិធីគាត់លឺថាខ្ញុំអត់បានទៅធ្លាក់វីសាម្ចាស់កម្មវិធីគេភ័យមែនតើបងគឺគេរត់ការគ្រប់បែបយ៉ាងគេខលមកទូតគេព្យាយាមតាក់ទងសម្រាប់ត្រូវតែឲ្យខ្ញុំទៅខ្ញុំអាចអត់ទៅបានទេដោយសារអីសម្បត្តិលក់អស់ហើយកម្មវិធីកើតឡើងហើយចឹងខ្ញុំអត់ទៅស្មើនឹងមានបញ្ហាហើយខ្ញុំរំភើបហើយខ្ញុំមានកម្លាំងចិត្តនៅពេលដែលប្រជាជនខ្មែរចេះគ្រប់គ្រងនិងឲ្យតម្លៃលើកស្ទួយអ្វីដែលជាខ្មែរ